នៅរុស្ស៊ីថ្ងៃទី4ខែកុម្ភៈនេះដែរសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យឯកឧត្តមបានគីមូនអតីតអគ្គលេខាធិការអង្គការសហប្រជាជាតិនិងបច្ចុប្បន្នជាប្រធានវិទ្យាស្ថានកំណើនបៃតងចូលជួបសម្ដែងការគូសំនិងពិភាក្សាការងារផងដែរឯកឧត្តមបានគីមូនបានបង្ហាញការរីករាយដែលបានជួបជាមួយសម្ដេចតេជោសាជាថ្មីម្ដងទៀតនិងបានគូបញ្ជាក់ថាឯកឧត្តមតែងតែគោរពចំពោះការដឹកនាំរបស់សម្ដេចដោយចាប់តាំងពីឯកឧត្តមធ្វើជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋកូរ៉េរហូតធ្វើជាអគ្គលេខាធិការនៃអង្គការសហប្រជាជាតិសម្ដេចក៏បង្ហាញការរីករាយដែលបានជួបជាមួយមិត្តចាស់សម្ដេចបានមានប្រសាសន៍ថាសម្ដេចតែងតែចងចាំថាកន្លងទៅឯកឧត្តមបានគីមូនបានទៅទស្សនកិច្ចនៅកម្ពុជាបន្ទាប់មកឯកឧត្តមបានក្លាយជាអគ្គលេខាធិការអង្គការសហប្រជាជាតិហើយសម្ដេចក៏បានមានប្រសាសន៍ផងដែរថាពេលនោះកម្ពុជាអាចចាប់ផ្ដើមបញ្ជូនកងរក្សាសន្តិភាពទៅក្រៅប្រទេសក្រោមឆ័ត្រអង្គការសហប្រជាជាតិហើយបន្ទាប់មកក៏មានដំណើរការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមហើយជំនួបរវាងសម្ដេចជាមួយឯកឧត្តមបានគីមូនក្នុងតួនាទីជាអគ្គលេខាធិការអង្គការសហប្រជាជាតិពេលនោះគឺបានផ្លាស់ប្ដូរគ្នាជាច្រើនពាក់ព័ន្ធនឹងការងាររវាងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងអង្គការសហប្រជាជាតិផងដែរសម្ដេចក៏បានបញ្ជាក់ផងដែរថាដំណើរការកាត់ទោសមេដឹកនាំខ្មែរក្រហមនោះកម្ពុជាក៏បានរ៉ាប់រងក្នុងការចំណាយដល់ដំណើរការកាត់ទោសនោះផងដែរហើយកម្ពុជាក៏បានបញ្ជូនកងទ័ពក្រោមយន្តការអង្គការសហប្រជាជាតិដោយបានបញ្ជូនកងកម្លាំងមុខឃីវប្រចាំរួមទាំងការបញ្ជូនទៅប្រទេសយេម៉ែនដែលមានទាំងស្ត្រីផងដែរឯកឧត្តមបានគីមូនអរគុណនិងកោតសរសើរចំពោះការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីហើយបញ្ជាក់ថាក្នុងពេលដែលឯកឧត្តមធ្វើជាអគ្គលេខាធិការអង្គការសហប្រជាជាតិក៏បានធ្លាប់តែងតាំងនីតិហានជាស្ត្រីទៅប្រទេសផ្សេងៗនិងបានតែងតាំងស្ត្រីជាមេប៉ូលីសក្នុងក្របខ័ណ្ឌកងរក្សាសន្តិភាពក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិទៅកាន់ប្រទេសផ្សេងៗទៀតផងដែរឯកឧត្តមក៏បានគូសបញ្ជាក់ទៀតថាឯកឧត្តមក៏ដូចជាប្រជាជនកូរ៉េពិតជាមានការរីករាយដែលបានឃើញមានការកើនឡើងនៅកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងកូរ៉េជាពិសេសគឺមានការគាំទ្រពីប្រទេសកម្ពុជាចំពោះការស្វែងរកសន្តិភាពស្ថិរភាពនៅក្នុងឧបទ្វីបកូរ៉េផងដែរឯកឧត្តមក៏ស្នើឲ្យប្រទេសកម្ពុជាចូលរួមចំណែកក្នុងការបន្តគាំទ្រដល់ឧបទ្វីបកូរ៉េក្នុងការស្វែងរកសន្តិភាពហើយឯកឧត្តមគិតថាដោយសារកម្ពុជាជាសមាជិករបស់អាស៊ានដែលអាស៊ានអាចបន្តដើរតួនាទីយ៉ាងសំខាន់នៅក្នុងក្របខ័ណ្ឌឧបទ្វីបកូរ៉េហើយដោយសារចុងឆ្នាំ2020នេះមានកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបនៅទីក្រុងភ្នំពេញដូច្នេះកម្ពុជាក៏ដូចជាអាស៊ីអឺរ៉ុបនឹងជួយជំរុញដល់ដំណើរការសន្តិភាពសន្តិសុខនៅឧបទ្វីបកូរ៉េផងដែរលើពីនេះឯកឧត្តមពិតជាចង់ឃើញកម្ពុជាបន្តជំរុញការគាំទ្រដល់បម្រែបម្រួលអាកាសធាតុជាពិសេសជំរុញការប្រើប្រាស់នៅថាមពលដោយចីរភាពជាពិសេសការប្រើប្រាស់ថាមពលដែលមានលក្ខណៈបៃតងក្នុងន័យនេះឯកឧត្តមសូមឲ្យកម្ពុជានិងបណ្ដាប្រទេសជាសមាជិកអាស៊ានអាចធ្វើការងារជាច្រើនផងដែរសម្ដេចតេជោបានថ្លែងអំណរគុណឯកឧត្តមបានគីមូនដែលបានបង្ហាញទស្សនៈមួយចំនួនជាពិសេសជំរុញការងារបម្រែបម្រួលអាកាសធាតុជាពិសេសសម្ដេចបានគូសបញ្ជាក់អំពីអាស៊ានក៏ដូចជាបណ្ដាប្រទេសទន្លេមេគង្គដោយសម្ដេចបញ្ជាក់ថាការងារបម្រែបម្រួលអាកាសធាតុគឺជាកាតព្វកិច្ចសំខាន់ហើយនៅឆ្នាំនេះកម្រិតទឹកទន្លេមេគង្គមានការធ្លាក់ចុះដូច្នេះយើងត្រូវតែខិតខំជំរុញកិច្ចសហប្រតិបត្តិការទៅលើការងារបម្រែបម្រួលអាកាសធាតុក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទន្លេមេគង្គផងដែរឯកឧត្តមបានគីមូនបានមានប្រសាសន៍ឆ្លើយតបទៅសម្ដេចតេជោនាយករដ្ឋមន្ត្រីថាកិច្ចប្រជុំអាស៊ីអឺរ៉ុបខាងមុខនឹងមានកិច្ចការសំខាន់ជាច្រើនពាក់ព័ន្ធនឹងបម្រែបម្រួលអាកាសធាតុហើយលើសពីនេះទៅទៀតពាក់ព័ន្ធនឹងកិច្ចប្រជុំខាងមុខស្ដីពីកំណើនបៃតងនេះរដ្ឋាភិបាលកូរ៉េនឹងរៀបចំឲ្យឯកឧត្តមដែលជាប្រធានវិទ្យាស្ថានរៀបចំជំរុញការងារនេះហើយសម្ដេចមានប្រសាសន៍ថាសម្ដេចនឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះនៅសាធារណរដ្ឋកូរ៉េនាពេលខាងមុខ